ខ្មែរត្រូវម្ចាស់ការលើសេដ្ឋកិច្ចនិងទេសចរជាតិនៅក្នុងបរិបទពិភពលោកស្ថិតនៅក្នុងស្ថានភាពមិនប្រកបប្រជានៅក្នុងស្ថានភាពដែលពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនប្រកបប្រជាទាំងវិបត្តិសង្គ្រាមនិងបញ្ហាដុកដាននៅតាមបន្ទាត់ព្រំដែនស្មារតីម្ចាស់ការរបស់ពលរដ្ឋម្នាក់ៗគឺជាកត្តាស្លាប់រស់សម្រាប់ជាតិការពង្រឹងសេដ្ឋកិច្ចនិងទេសចរមិនអាចជោគជ័យទៅបានឡើយប្រសិនបើម្ចាស់ស្រុកនៅតែមានទម្លាប់អង្គុយចាំមើលបំណាំគ្នាច្រើនជាងការចូលរួមធ្វើសកម្មភាពនៅក្នុងនាមជាអ្នកជំនាញវិស័យទេសចរលោកបណ្ឌិតធួនស៊ីណានប្រធានសមាគមទេសចរអាស៊ីប៉ាស៊ីហ្វិកប៉ាតាប្រចាំកម្ពុជានៅក្នុងបទសម្ភាសន៍ពិសេសជាមួយអាមេរិកាប៉ុនតូបានលើកឡើងថាបញ្ហាធំបំផុតដែលកំពុងតែយាយីវិស័យទេសចរនិងសេដ្ឋកិច្ចជាតិមិនមែនមានតែបញ្ហាកត្តាខាងក្រៅប៉ុណ្ណោះទេប៉ុន្តែគឺកត្តាមនុស្សនៅក្នុងស្រុកតែម្ដងតាមការកត់សម្គាល់របស់លោកបច្ចុប្បន្នគេសង្កេតឃើញថាប្រជាពលរដ្ឋមួយចំនួននៅមានទំនោររិះគន់និងជន់ពន្លិចអ្នកជិតខាងតាមបណ្ដាញសង្គមប៉ុន្តែបែរជាខ្វះភាពក្លាហាននៅក្នុងការឆ្លុះកញ្ចក់មើលចំណុចខ្វះខាតរបស់ខ្លួនការអង្គុយចាំមើលបំណាំគ្នាចាំមើលគេធ្វើសិនចាំអញធ្វើតាមក្រោយឬក៏ទម្លាប់អង្គុយចាំគេលើកបាយឲ្យស៊ីដល់តុគឺជាមេរោគដ៏គ្រោះថ្នាក់បំផុតដែលធ្វើឲ្យយើងបាត់បង់ម្ចាស់ការលើជោគវាសនាខ្លួនឯងលោកបណ្ឌិតបន្តថានៅគ្រាដែលវិស័យទេសចរកំពុងតែស្ថិតនៅក្នុងហានិភ័យកម្ពុជាត្រូវការជាចាំបាច់នៅការចូលរួមពីគ្រប់មជ្ឈដ្ឋានដើម្បីផ្សព្វផ្សាយសេចក្តីល្អនិងសក្តានុពលដែលយើងមានទៅកាន់ពិភពលោកតាមគំនិតរបស់លោកបណ្ឌិតធួនស៊ីណានបើកម្ពុជាចង់រឹងមាំនៅក្នុងពិភពលោកដ៏ស្រពេចស្រពិលនេះពលរដ្ឋម្នាក់ៗត្រូវតែផ្លាស់ប្ដូរអេរយាប័តទទួលស្គាល់ការពិតនិងរួមកម្លាំងគ្នាផ្សព្វផ្សាយពីអ្វីដែលកម្ពុជាកំពុងតែមានទៅកាន់ពិភពលោកសង្កត់ធ្ងន់ថាសេដ្ឋកិច្ចនិងទេសចរជាតិនឹងមិនអាចរីកចម្រើនទៅមុខបានឡើយប្រសិនបើម្ចាស់ស្រុកនៅតែអង្គុយរងចាំសំណាងឬចាំទាញជើងគ្នាទៅវិញទៅមកនោះ